ដោយខុសតំណងមួយទៀតពិធីមង្គលការពិធីមង្គលការគេនិមន្តព្រះសង្ឃទៅចម្រើនព្រះបរិត្តព្រឹករួចគេប្រគេនផាត់គេប្រគេនស្រាក់ប្រគេនស្រាក់ដល់ព្រះសង្ឃដល់ប្រគេននេះទៅលោកសូត្រអនិច្ចាវត្តសង្ខារាកណ្ដាលរោងបុណ្យគេនឹងឯងកណ្ដាលរោងការគេនោះសង្ខារទាំងឡាយមិនទៀងមែនពេញមានកិរិយាកើតអានឹងហើយតែវាខុសតំណងក្នុងពិធីមង្គលការគេមិនដែលទៅពោលសង្វេជនីយៈធ្វើសង្វែកអីចឹងទេក្នុងពិធីមង្គលការមិនត្រឹមតែចៅមហាមិនត្រឹមតែអាចារ្យមេបាទេដែលឲ្យពោលដល់គូស្វាមីភរិយាទាំងពីរមនុស្សមករោងបុណ្យរាប់រយគេពោលពាក្យតែមួយទេណាផ្លូវតែមួយទេណាគឺគេឲ្យពោលសុំឲ្យអ្នកទាំងពីរបានសេចក្តីសុខអាយុវែងយឺនយូរមានបុណ្យមានស័ក្តិមានទ្រព្យមានសម្បត្តិស្អីចឹងណាគេមេឃណាគេឲ្យចឹងរហូតដល់ទៅឲ្យស្រឡាញ់គ្នាដល់ទៅខំជែករបូតខំពូតល្បេះណាទៅទៀតសេចក្តីសុខនឹងប៉ុន្តែពាក្យដែលទាំងអស់នោះគេឲ្យពោលវាមិនមែនស័ក្តិសិទ្ធិទេវាអត់បានស័ក្តិសិទ្ធិទេប៉ុន្តែគ្រាន់តែម្នាក់អ្នកគេបញ្ចេញថាមេត្តាចិត្ត